9ព្រះវស្សាត្រង់ថ្ងៃសុក្រវិញបរមីនៃខែពិសានោះដល់ថ្ងៃសៅរ៍1រោចខែពិសាឆ្នាំមុនីអក្សរតទៅចូលព្រះពុទ្ធសករាជ2570ជាវេលាដែលទេវតាឆ្នាំថ្មីត្រូវយាងមកទទួលតំណែងគ្រប់គ្រងខេត្តអសាងលោកបន្តវេនពីទេវតាឆ្នាំចាស់ទេវតាទាំងឡាយបានមកជួបជុំគ្នាមុននេះដែរណារងចាំអបអរព្រះវិធីទេតំណែងទេវតាឆ្នាំថ្មីព្រះនាមរាជសាទេវីជាបុត្រីទី3នៃកបលមហាព្រំដែលនឹងយើងចូលមកនៅថ្ងៃអង្គារ12រោចខែចែកត្រូវនឹងថ្ងៃទី14ខែមេសាគ្រិស្តសករាជ2026